ថ្លៃរបស់គេឥឡូវនេះបកក្លាតរបស់ប្រទេសឥណ្ឌាទទួលបានការចាប់អារម្មណ៍ច្រើនខ្លាំងមែនតើបកការអត់ទាន់បាន10ថ្ងៃផងឡើង22លាន follower លើ Instagram មកដឹងពីព័ត៌មានថ្មីទាំង3កំពុងល្បីខ្លាំងនៅលើអ៊ីនធឺណិតឆ្នាំ2026នេះទី1គឺរឿងបកក្លាតមិញហ្នឹងតែគេមានដំណើរដើមតងរបស់គេថ្មីហ្នឹងនៅខែ5ឆ្នាំ2026នៅប្រទេសឥណ្ឌានៅក្នុងសាលប្រជុំដ៏ធំមួយប្រធានតុលាការកំពូលលោកស៊ូយ៉ានេះគាត់និយាយពីរឿងនេះពីរឿងនោះហើយដល់មកក៏ចូលដល់ប្រធានបទ Gen Z អត់មានការងារធ្វើគាត់ដាក់ចំហ្មងថា Gen Z ក្មេងទំនើងមិនមានការងារធ្វើគឺដូចជាសត្វកលាតចឹងដែលវារំខានហើយក៏អត់ប្រយោជន៍អីចឹងទៅហើយពាក្យហ្នឹងធ្វើឲ្យ Gen Z ដែលអត់មានការងារធ្វើខឹងខ្លាំងមែនតើមិនមែនគ្នាចង់ខ្លាចទៅជាមនុស្សអត់ប្រយោជន៍សង្គមមើងងាយអត់មានការងារធ្វើហ្នឹងទេក៏ប៉ុន្តែដោយសារប្រទេសហ្នឹងឪពុករលួយប្រជាជនពិបាកក្នុងការរស់នៅការងារពិបាករកប្រាក់ខែទាបតម្លៃរស់នៅថ្លៃហើយបើនិយាយពីការសិក្សាវិញក៏កាន់តែថ្លៃទៅដែរមុននឹងថាឲ្យគេសុំមើលសង្គមដែលអ្នកធំអ្នកមានអស់ហ្នឹងបានរៀបចំផលរួចហើយបរិមម្នាក់នេះក៏បានបង្កើត account លេងឈ្មោះថា Cockro Janta Party មានន័យថាបកប្រជាជនកលានិយាយទៅគោលបំណងដំបូងបង្កើតឡើងលេងទេតែដោយសារតែរឿងហ្នឹងវា trend ខ្លាំងពេកមើលអ្នក follow Instagram ទៅនៅប្រទេសយើងអត់ទាន់មានតារាណាមាន follower ច្រើនដល់ថ្នាក់ហ្នឹងទេសូម្បីតែ Wikipedia ក៏បានបង្កើត profile ឲ្យបកកលាតហ្នឹងដែររឿងទី2រឿងហ្នឹងក៏ល្អមើលដែរកាលនៅវៀតណាមខែ5ហ្នឹងដូចគ្នាលោកយាយហ្នឹងគាត់ទៅកន្លែងក្មេងៗលេងហ្គេមហើយដល់មកគាត់ស្មានថាក្មេងប្រុសម្នាក់នេះជាចៅរបស់គាត់ខំញ៉ាំងស្លឹកត្រចៀកផងវាយផងស្ដីឲ្យផងមិនចៅខ្លួនឯងផងមើលច្រឡំមនុស្សហើយលោកយាយហ្នឹងក៏ដឹងខុសមែនតើចាប់ដើមអាយក្បាលលួងចាត់ថើបផងអាយថ្ពាល់ផងឲ្យម៉ាម៉ាសុំទោសម៉ាម៉ាច្រឡំមនុស្សលេងទៀតទៅណាចាយហើយអ្នកចិត្តខាងទៅពីរអ្នកហ្នឹងសោកយកបដោតរឿងទី3ចុងក្រោយគេកើតឡើងនៅថ្ងៃទី19ខែ5ឆ្នាំ2026នៅរដ្ឋ Arizona របស់សហរដ្ឋអាមេរិកដឹងឲ្យមនុស្សស្មាឡើយធ្វើអីរត់ទៅស្រួលហើយចង់បានលឿនរបស់គេថ្ងៃសិស្ស graduate ត្រូវទទួលសញ្ញាបត្រมันមានប្រចាំងស្លាយមុខសិស្សនៅលើ LED ហើយដល់មកក៏ហៅឈ្មោះសិស្សហ្នឹងមកទទួលសញ្ញាបត្រអីចឹងទៅសាលាខ្ជិលហើយក៏ចាប់ផ្ដើមប្រើ AI ឲ្យធ្វើវិញមានអី AI ហ្នឹងខ្ជិលដូចគ្នាផ្លេចហៅឈ្មោះសិស្សឡើង100នាក់ជាហើយដល់មកចាយមួយនេះគាត់ឡើងមកសុំទោសជំនួសបច្ចេកទេសដែល error អីចឹងទៅហើយសិស្សនាំគ្នា boo ឡើងពេញហ្នឹងនៅស្រុកគេអាពាក្យ boo ហ្នឹងដូចមេដៃចុះខំចឹង boo ហើយសិស្សដែលគេអត់ទាន់ហៅឈ្មោះត្រូវតម្រង់ជួរគ្នាសរសេរឈ្មោះខ្លួនឯងហើយដល់មកគេហៅម្ដងទៀតតាមរយៈមីក្រូវិញហើយក៏ថតរូបជុំគ្នាដើម្បីលុបលាងកំហុសខុសបច្ចេកទេស AI error ខ្ជិលហៅឈ្មោះសិស្សអីចឹងទៅបន្ទាប់ពីមើលហើយអ្នកទាំងអស់គ្នាចារអារម្មណ៍ព័ត៌មានមួយណាជាងគេដែរកុំភ្លេច comment ខាងខ